ឆ្នាំ2026ដែលត្រូវនឹងឆ្នាំមមីធាតុភ្លើងគឺនឹងនាំមកនូវឱកាសនិងបញ្ហាប្រឈមមកទន្ទឹមគ្នាទៅដល់អ្នកដែលកើតនៅក្នុងឆ្នាំចឆ្នាំនេះអ្នកដែលកើតនៅក្នុងឆ្នាំចនឹងទទួលបានអំណោយផលខ្លាំងទៅលើការទទួលស្គាល់ពីជំនាញវិជ្ជាជីវៈរបស់អ្នកអាជីពរបស់អ្នកនឹងឈានឡើងខ្ពស់ជាពិសេសនៅក្នុងការងារដែលត្រូវការជំនាញឯកទេសចំណេះជ្រៅជ្រះឬជាការងារបច្ចេកទេសដូច្នេះហើយត្រូវតែប្រឹងប្រែងនៅក្នុងការបង្កើនជំនាញឯកជាជំនាញដែលអ្នកដទៃមិនងាយនឹងធ្វើបានហើយប្រឹងបញ្ចេញសមត្ថភាពឲ្យគេបានឃើញច្បាស់នៅក្នុងឆ្នាំនេះព្រោះជាឆ្នាំដែលគេនឹងទទួលស្គាល់ខ្លាំងហើយត្រូវហ៊ានយកគម្រោងធំឬមួយក៏តួនាទីដែលមានបញ្ហាប្រឈមដើម្បីបង្ហាញអំពីសមត្ថភាពរបស់ខ្លួនហើយឆ្នាំនេះដែរក៏ជាឆ្នាំដែលអ្នកនឹងលេចធ្លោនឹងមានចំណេះដឹងជ្រៅនិងហ៊ានប្រឹងប្រែងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយនៅក្នុង Channel ហោរាសាស្ត្រទាំងក្បួនចិនដែលថ្ងៃនេះខ្ញុំនាំមកនៅរាសីរបស់អ្នកដែលកើតនៅក្នុងឆ្នាំចនៅក្នុងឆ្នាំ2026ខាងមុខនេះដែលនៅក្នុងវីដេអូនេះដែរខ្ញុំនឹងលម្អិតតាក់ទងទៅនឹងហិរញ្ញវត្ថុអាជីពការងារទ្រព្យសម្បត្តិនិងគូសកលរបស់ពួកគាត់អញ្ចឹងឆ្នាំ2026នេះសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំចគឺគាត់មានទាំងឱកាសហើយក៏ជួបនឹងបញ្ហាប្រឈមផងដែរឆ្នាំនេះគឺគាត់អំណោយផលខ្លាំងដោយសារតែមានគេទទួលស្គាល់គាត់អាចនឹងលេចធ្លោហើយអាចនឹងឡើងឋានៈនៅក្នុងអាជីពរបស់គាត់ដូច្នេះហើយគឺទាមទារឲ្យគាត់នឹងត្រូវតែមានជំនាញនិងឯកទេសដែលជ្រៅជ្រះហើយតាក់ទងទៅនឹងបញ្ហាប្រឈមបើទោះជាយ៉ាងណាក៏ដោយពីចំណុចសំខាន់ដែលគួរតែប្រុងប្រយ័ត្នចំណុចទី1នោះគឺត្រូវតែត្រួតពិនិត្យកិច្ចសន្យាឯកសារលិខិតនិងកិច្ចព្រមព្រៀងឲ្យបានល្អិតល្អន់បំផុតដើម្បីកុំឲ្យមានចំនួនឬមួយក៏រឿងក្តីក្តាំងនៅពេលក្រោយចំណុចគួរឲ្យប្រុងប្រយ័ត្នទី2នោះគឺទំនាក់ទំនងជាមួយមនុស្សត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្លាំងជៀសវាងមនុស្សចិត្តអាក្រក់ឬមួយក៏អ្នកដែលមានចេតនាមិនល្អអាចមានគេចង់បោកប្រាស់អ្នកឬមួយក៏ចាក់ពីក្រោយនៅក្នុងខែ2ខែ3និងខែ4 2026ដំណើរការល្អបំផុតគួរតែឆ្លៀតឲ្យអស់ពីកម្លាំងប្រឹងឲ្យអស់រុនច្រានការងារសំខាន់ឲ្យរួចរាល់ហើយនៅខែក្តៅដូចជាខែ4 5 6ឬមួយអាចដល់7គួរតែសម្រួលខ្លួននៅឲ្យស្ងៀមកុំលេចធ្លោខ្លាំងហើយប្រុងប្រយ័ត្នមាត់ប្រយ័ត្នមានរឿងច្រើនចូលទៅដល់ខែរងាអាចនឹងខែភ្លៀងផងខែ8 9 10 11 12ដំណើរការនឹងលលូនឡើងវិញការងារចាស់នឹងបានផ្លែផ្កាទំនាក់ទំនងក៏ល្អប្រសើរដូច្នេះឆ្នាំ2026ឡើងខ្ពស់សម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំចហើយមានសមត្ថភាពប៉ុន្តែត្រូវប្រុងប្រយ័ត្នឯកសារនិងមនុស្សជុំវិញខ្លួនឲ្យបានហ្មត់ចត់បំផុតអ្វីដែលខ្ញុំនិយាយខាងលើគឺទាក់ទងនឹងទស្សនវិជ្ជាទូទៅរបស់អ្នកដែលកើតនៅក្នុងឆ្នាំចបន្ទាប់មកនេះខ្ញុំនឹងធ្វើការលម្អិតទាក់ទងនឹងអាជីពការងាររបស់គាត់វិញម្ដងនៅក្នុងឆ្នាំនេះអ្នកដែលកើតនៅក្នុងឆ្នាំចគឺមានតារាសាសន៍ថៃចូលមកវាគឺជាតារាដ៏ល្អបំផុតមួយសម្រាប់អ្នកដែលធ្វើការគួរវានាំឲ្យយើងឡើងខ្ពស់មានឈ្មោះមានកិត្តិយសនិងមានគេជួយនោះមានន័យថាសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំចក្នុងឆ្នាំនេះនៅពេលដែលមានតារាសាសន៍នេះជួយនឹងធ្វើឲ្យអ្នកមានភាពលេចធ្លោគេឃើញពីតម្លៃនិងសមត្ថភាពអ្នកហើយគេនឹងអាចឲ្យអ្នកឡើងឋានៈបានយ៉ាងរលូនដូច្នេះហើយនៅក្នុងឆ្នាំនេះអ្នកនឹងមានភាពលេចធ្លោខ្លាំងនៅកន្លែងធ្វើការហើយជាពិសេសអ្នកដែលធ្វើការទៅលើវិស័យទំនើបដូចជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ឬមួយក៏ការងារបច្ចេកទេសខ្ពស់ៗផ្សេងនឹងអាចបង្ហាញពីសមត្ថភាពស្នូលរបស់អ្នកឲ្យក្រុមការងារបានឃើញនៅពាក់កណ្ដាលឆ្នាំប្រហែលជាខែ5ទៅខែ8នឹងអាចមានបញ្ហាសហការឆ្លងនាយកដ្ឋានឆ្លងក្រុមឬក៏អាចឆ្លងផ្នែកហើយពេលនោះផងដែរក៏នឹងមានផ្កាយមិនល្អចរជោគមកគឺផ្កាយអ៊ូគួយឬមួយក៏យើងហៅថាផ្កាយខ្មោច5ដែលវាគឺជាផ្កាយដែលអកុសលមួយនៅក្នុងចំណោមផ្កាយដ៏អាក្រក់ទាំងអស់ហើយគេខ្លាចបំផុតព្រោះវាតំណាងឲ្យខ្មោចទាំង5ដែលនាំមកនៅបញ្ហាលាក់ខ្លួននិងការខូចខាតភ្លាមដូចជាការលេចធ្លាយព័ត៌មានឬឯកសារអាថ៌កំបាំងឬមួយក៏គេអាចនឹងយកកិត្តិយសយើងឬមួយក៏រដ្ឋផលការងារយើងយកទៅដាក់ជា credit របស់គេយកស្នាដៃជំនួសយើងហើយក៏នឹងមានមនុស្សចិត្តអាក្រក់ចង់ធ្វើបាបចាក់ពីក្រោយនិងបង្ករឿងអាស្រូវឲ្យយើងបើការងារជាប់តាក់ទងនឹងឯកសារកុងត្រាឬមួយក៏ទិន្នន័យងាយនឹងបាត់ខូចឬមួយត្រូវបានគេលួចហើយបញ្ហាផ្លូវច្បាប់តូចរឿងក្តីក្តាំអាស្រូវនឹងអាចផ្ទុះភ្លាមផងដែរដូច្នេះហើយត្រូវតែមានការប្រុងប្រយ័ត្នតាក់ទងនឹងឯកសារត្រូវចេះបំរុងទុនមុន
back up ឯកសារសំខាន់ៗឲ្យបានច្រើនកន្លែងថតរូបឬមួយក៏រក្សាភស្តុតាងរាល់ជំហានការងារធ្វើកិច្ចការដោយបើកចំហនិងមានតម្លាភាពខាងលើនោះគឺសម្រាប់អ្នកធ្វើការតែសម្រាប់អ្នករកស៊ីនិងអ្នកចំនួនវិញគឺនៅក្នុងខែ4រហូតដល់ខែ10ឆ្នាំ2026គឺនឹងមានគោលនយោបាយរដ្ឋជួយឬមានឱកាសធំត្រូវចាប់ឲ្យខ្លាំងចាប់យកឱកាសនោះឲ្យបានហើយគុំសហការភាគហ៊ុនឬមួយក៏រកស៊ីបែងចែកភាគហ៊ុនអីជាមួយនឹងមនុស្សដែលកើតនៅក្នុងឆ្នាំរោងនិងឆ្នាំរកាឲ្យសោះព្រោះអាចនឹងមានបញ្ហាជាមួយគ្នាយ៉ាងធំបន្ទាប់មកនេះគឺតាក់ទងទៅនឹងរាសីរបស់អ្នកដែលកើតនៅក្នុងឆ្នាំចក្នុងឆ្នាំ2026ផ្នែកហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិគឺដោយសារតែមានផ្កាយសៅហៅចូលមកគឺជាផ្កាយដែលវាមានការចំណាយតិចតួចដែលយើងអត់បានរំពឹងទុកដូច្នេះហើយអ្នកអាចនឹងជួបនឹងការចំណាយភ្លាមដែលមិននឹកស្មានដល់តែវាជាការតិចតួចទេដូចជាជួសជុលឡានជួសជុលម៉ូតូទិញសម្ភារៈអគ្គិសនីថ្មីជួសជុលផ្ទះតិចតួចនៅស្រុកស្រាប់តែបាត់អវ៉ាន់តិចតួចឬមួយក៏អាចនឹងមានចោលលួចប៉ុន្តែទាំងអស់នោះគឺសុទ្ធតែនៅក្នុងចំនួនតិចតួចប៉ុណ្ណោះវាមិនបានប៉ះពាល់ទៅដល់ហិរញ្ញវត្ថុធ្ងន់ធ្ងរនោះឡើយតែយ៉ាងណាក៏គួរតែយកចិត្តទុកដាក់ហើយទុកលុយបំរុងបន្តិចសម្រាប់រឿងទាំងអស់នេះមួយទៀតនោះគួរតែជៀសវាងនឹងការចំណាយណាដែលមិនចាំបាច់ព្រោះផ្កាយនេះវានឹងធ្វើឲ្យចិត្តអ្នកនៅសក់ស្រាប់តែចង់ចំណាយនិងទិញរបស់មួយចំនួនដែលវាមិនចាំបាច់មួយទៀតនោះប្រុងប្រយ័ត្នចោលលួចផងដែរចំពោះការវិនិយោគវិញគួរតែវិនិយោគផ្ដោតទៅលើអាជីវកម្មណាដែលមានធាតុដីឧទាហរណ៍ដូចជាសម្ភារៈសំណង់ថ្មីវិស្វកម្មបរិស្ថានអចលនទ្រព្យកសិកម្មបែបទំនើបនិងមានទំនោរល្អសម្រាប់អ្នកគួរជៀសវាងនៅវិស័យធាតុភ្លើងដូចជា Game Electronic ការផ្សាយបន្តផ្ទាល់លក់ទំនិញងាយខាតឬមួយមិនសម្បើមដូចជាការរំពឹងទុកនោះទេនៅក្នុងខែ8 9និងខែ10 2026អាចនឹងមានទ្រព្យភ្លាមដោយសារតែមានមរតកឬមួយក៏អំណោយពីឪពុកម្ដាយឬមួយក៏ញាតិធំប៉ុន្តែត្រូវតែធ្វើកិច្ចការផ្នែកច្បាប់ឲ្យបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយដូចជាឯកសារពន្ធនិងកុងត្រាកុំឲ្យមានបញ្ហានៅពេលក្រោយហើយសូមប្រុងប្រយ័ត្នកុំធ្វើជាអ្នកធានាប្រាក់កម្ចីឲ្យបងប្អូនជីដូនមួយហើយបើត្រូវខ្ចីលុយដើម្បីទិញផ្ទះឬមួយក៏ដីគួរតែធ្វើឈ្មោះរួមគ្នាដាក់ឈ្មោះរួមគ្នាប្តីប្រពន្ធជួយកាត់បន្ថយនូវហានិភ័យហិរញ្ញវត្ថុចំពោះរាសីផ្នែកស្នេហារបស់អ្នកដែលកើតនៅក្នុងឆ្នាំចវិញដោយសារតែមានតារាសាស្ត្រហួកាយចូលមកដែលតារាសាស្ត្រនេះគឺមានឥទ្ធិពលទៅលើផ្នែកស្នេហាវាតំណាងឲ្យមនុស្សដែលមានចិត្តខាងវិញ្ញាណស្រឡាញ់សិល្បៈទស្សនវិជ្ជាសាសនានិងចំណេះជ្រៅនាំឲ្យមនុស្សឆ្នាំចដែលនៅលាវពួកគេអាចនឹងជួបគូគាប់ដែលស្រដៀងគ្នាខាងផ្នែកផ្លូវចិត្តជាងស្រដៀងគ្នាខាងផ្នែករូបរាងនិងលុយកាក់ហើយស្នេហារបស់ពួកគេអាចនឹងកើតឡើងបាននៅកន្លែងដែលស្ងប់ស្ងាត់ឬមួយកន្លែងដែលមានវប្បធម៌ដូចជាបណ្ណាល័យសារមន្ទីរការតាំងពិព័រណ៍សិល្បៈវត្ថុបុរាណលំហែកាយនៅលើភ្នំឡាក់ប៉ុន្តែវាក៏មានគុណវិបត្តិផងដែរព្រោះវាធ្វើឲ្យអ្នកដែលកើតនៅក្នុងឆ្នាំចក្នុងឆ្នាំនេះពួកគាត់ដែលនៅលាវងាយនឹងមានមោទនភាពខ្លាំងខាងផ្នែកចំណេះជំនាញនិងបញ្ញារបស់ខ្លួនគិតថាខ្លួនឆ្លាតជាងគេឬមួយក៏ចង់ឲ្យគេយល់ស្របតាមខ្លួនរហូតធ្វើឲ្យស្នេហានោះវាជាប់គាំងហើយអត់រីកចម្រើនទេចំពោះអ្នកដែលមានគូហើយគឺមានឥទ្ធិពលពីផ្កាយអ៊ីងសាដែលផ្កាយអ៊ីងសានេះគឺជាតារាសាស្ត្រអកុសលលាក់ខ្លួនដែលនាំមកនៅបញ្ហាខាងផ្នែកស្រមោលគឺនៅក្នុងផ្ទះប្តីប្រពន្ធជាញឹកញាប់នឹងមានញាតិខាងប្តីឬមួយក៏ញាតិខាងប្រពន្ធជាពិសេសឪពុកម្ដាយឬមួយប្អូនថ្លៃបង្កចំនួនដោយសារតែការនិយាយប្រៀបធៀបដើររករឿងឬមួយក៏ជ្រៀតជ្រែកនៅក្នុងខែ7ឬមួយក៏ខែ8ឆ្នាំ2026គួរតែប្រុងប្រយ័ត្នព្រោះអាចនឹងមានអតីតសង្សារឬមួយក៏អតីតប្តីអតីតប្រពន្ធលេចមុខឡើងតាមរយៈការតាក់ទងមកវិញហើយងាយបង្ករឿងឆ្លោះនៅក្នុងគ្រួសារធ្វើឲ្យប្តីប្រពន្ធខឹងខ្លាំងដូចនេះគួរតែប្រុងប្រយ័ត្នឲ្យដោះស្រាយបញ្ហាបានចប់សពគ្រប់មុននឹងគេដឹងសរុបមកគឺសម្រាប់អ្នកនៅលាវស្នេហាឆ្នាំនេះគឺមានគុណភាពខាងផ្លូវចិត្តតែត្រូវតែចេះបន្ទាបខ្លួនបន្តិចដាក់ខ្លួនបន្តិចហើយស្វែងយល់ចិត្តគ្នាបើគិតតែខ្លួនឯងល្អតែម្នាក់ឯងឆ្លាតតែម្នាក់ឯងស្អាតតែម្នាក់ឯងគឺអត់រលូនទេគាំងនៅនឹងហ្មងសម្រាប់ប្តីប្រពន្ធវិញគួរតែប្រុងប្រយ័ត្នញាតិខាងប្តីនិងញាតិខាងប្រពន្ធបងប្អូនសាច់ថ្លៃកុំឲ្យកើតរឿងឆ្លុះប្តីប្រពន្ធយើងដោយសារតែបងប្អូនជាពិសេសជាមួយអតីតត្រូវតែចេះស្រឡាញ់ឲ្យបានល្អ
លើកទឹកចិត្តឲ្យប្តីប្រពន្ធនៅក្នុងខែ6នេះគឺអាចធ្វើការដាំដើមឈើរួមគ្នាដើម្បីឲ្យមានចិត្តត្រជាក់ត្រជុំហើយស្រឡាញ់គ្នាឲ្យបានជាប់លាប់តាក់ទងទៅនឹងរាសីផ្នែកសុខភាពរបស់អ្នកដែលកើតនៅក្នុងឆ្នាំចក្នុងឆ្នាំ2026វិញគឺគួរតែផ្ដោតនឹងការពារទៅលើជំងឺចម្បងដូចជាដំបៅក្រពះពោះវៀននិងរលាយក្រពះរ៉ាំរ៉ៃនៅក្នុងខែ2ទៅដល់ខែ4គួរតែកាត់បន្ថយអាហារឆៅត្រជាក់ទឹកកកឬមួយក៏អាហារជូរខ្លាំងចាប់ផ្ដើមនៅខែក្តៅខែ4ខែ5នេះតទៅប្រយ័ត្នឲ្យខ្លាំងទៅនឹងការកាំងកម្ដៅក្តៅខ្លាំងព្រោះអាចធ្វើឲ្យបាត់នូវតុល្យភាពជាតិទឹកហើយប៉ះពាល់ទៅដល់ប្រព័ន្ធរំលាយអាហារដូច្នេះហើយគួរតែរកលំហាត់ប្រាណខ្លះៗដើម្បីថែរក្សាសុខភាពហើយសម្រាប់អ្នកដែលធ្វើការការិយាល័យគួរតែដាក់រុក្ខជាតិពណ៌បៃតងខ្ចីដូចជារុក្ខជាតិដើមតូចៗក៏បាននៅទិសអាគ្នេយ៍ជ្រុងខាងស្ដាំនៃខាងមុខតុជួយបន្សាបនូវថាមពលភ្លើងអាក្រក់ធ្វើឲ្យរាងកាយរបស់យើងត្រជាក់និងគិតអ្វីៗបានច្រើនហើយញ៉ាំអាហារបំពន់ឲ្យបានញឹកញាប់ដូចជាគ្រាប់ឈូកស្រូវសាឡីជាដើមព្រោះទាំងនេះគឺជួយពង្រឹងទៅលើលំពែងនិងកាពះរបស់យើងទាំងអស់ខាងលើដែលខ្ញុំបានរៀបរាប់នេះគឺសុទ្ធតែជាចំណុចគួរឲ្យចាប់អារម្មណ៍និងជាចំណុចដែលគួរឲ្យប្រុងប្រយ័ត្នសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំចនៅក្នុងឆ្នាំ2026ខាងមុខនេះអាចត្រៀមខ្លួនដើម្បីឆ្លងកាត់ទៅបានដោយរលូនហើយខ្ញុំសង្ឃឹមថាវាជាប្រយោជន៍ដ៏ធំមួយសម្រាប់អ្នកទាំងអស់គ្នាផងដែរអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបើសិនជាទាំងអស់គ្នាចូលចិត្តក៏សូមជួយចុច like share និង subscribe channel ខ្ញុំម្នាក់មួយផងជាចុងក្រោយនេះខ្ញុំក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យជួបតែសំណាងល្អនិងសុខភាពល្អសម្រាប់ឆ្នាំថ្មីខាងមុខជំរាបលាជួបគ្នានៅវីដេអូក្រោយ